តើសូរ៉ាផ្ដល់ផលអាក្រក់អ្វីខ្លះដល់សុខភាពខួរក្បាលនិងប្រព័ន្ធប្រសាទការទទួលទានគ្រឿងស្រវឹងហូបប្រមាណគឺជាបញ្ហាសុខភាពសាធារណៈចម្បងមួយនៅទូទាំងសកលលោកជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍវាជាមូលហេតុចម្បងនៃជំងឺធ្ងន់ធ្ងរមួយចំនួនដែលតម្រូវឲ្យសម្រានពេទ្យនិងនាំឲ្យខាតបង់ដល់សេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិ1តើជាតិអាល់កុលអាចប៉ះពាល់ទៅដល់កោសិកាខួរក្បាលដោយរបៀបណាពេលមនុស្សម្នាក់ទទួលទានគ្រឿងស្រវឹងកោសិកាខួរក្បាលអាចរងផលប៉ះពាល់ដោយផ្ទាល់ទោះវាហាក់ធ្វើឲ្យអ្នកទទួលទានមានអារម្មណ៍ថាល្ហែលល្ហើយមួយគ្រាតែវាបណ្ដាលឲ្យកោសិកាខួរក្បាលយើងដំណើរការក្នុងស្ថានភាពយឺតជាងធម្មតាបន្ទាប់មកអាចប៉ះពាល់ដល់កោសិកាខាងកំហើញដែលអាចធ្វើឲ្យយើងស្រវាំងភ្នែកនិយាយត្រដិតដំណើរត្រេតត្រោតនិងអាចរហូតដល់បាត់បង់ស្មារតីទៀតផងហើយការទទួលទានជាប្រចាំនឹងធ្វើឲ្យអន់ថយមុខងាររបស់កោសិកាខួរក្បាលរាប់តាំងពីការភ្លេចភ្លាំងរហូតដល់វង្វេងវង្វាន់ស្មារតីជាដើមទី2តើសារជាតិអាល់កុលអាចបង្កជាជំងឺប្រព័ន្ធប្រសាទអ្វីខ្លះប្រហែល 70% នៃអ្នកទទួលទានគ្រឿងស្រវឹងជាប្រចាំគឺប្រឈមនឹងជំងឺបញ្ហាធ្ងន់ធ្ងរដូចជាជំងឺគ្រោះថ្នាក់សរសៃឈាមឬដែលហៅថា stroke ជំងឺខ្សោយការចងចាំឬជំងឺវង្វេងជំងឺស្វិតទំហំខួរក្បាលអាចបង្កឲ្យមានបញ្ហាសុខភាពផ្លូវចិត្តរំខានការសម្រាននិងការសម្រេចចិត្តខូចខាតដំណើរការមេតាបូលិករបស់កោសិកាប្រព័ន្ធប្រសាទក្រៅពីនេះការប្រើប្រាស់គ្រឿងស្រវឹងក៏អាចប្រឈមនឹងជំងឺប្រកាច់ជំងឺឆ្លងក្នុងខួរក្បាលនិងគ្រោះថ្នាក់ដោយការដួលពង្កិចទី3តើយើងអាចព្យាបាលបញ្ហាខួរក្បាលដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹងបានដោយរបៀបណាជាបឋមគឺការបញ្ឈប់ការទទួលទានគ្រឿងស្រវឹងគ្រប់បែបយ៉ាងទាំងអស់ដើម្បីទប់ស្កាត់ការវិវត្តទៅមុខនៃការខូចខាតកោសិកាខួរក្បាលត្រូវជួបគ្រូពេទ្យជំនាញដែលអាចផ្ដល់ការប្រឹក្សាយោបល់និងណែនាំពីវិធីសាស្ត្រក្នុងការបញ្ឈប់និងជូនការព្យាបាលដោយឱសថក្នុងករណីចាំបាច់សូមការពារខ្លួនអ្នកពីពិការភាពក៏ដូចជាពីការចុះខ្សោយនៃបញ្ញាស្មារតីដោយកុំទទួលទានគ្រឿងស្រវឹង